សត្វស្លាបមួយប្រភេទនេះចូលចិត្តស្រែកនៅពេលហោះហើរនិងពេលដែលវាកំពុងតែការពារដែនដីជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វកដបទ្រូងសសត្វស្លាបមួយប្រភេទនេះគឺបងប្អូនអ្នកទន្លេប្រកាសជាស្គាល់ច្បាស់ណាស់វាចូលចិត្តធ្វើសម្បុកក្នុងរន្ធដីឬរន្ធជញ្ជាំងដីវាចូលចិត្តស៊ីត្រីតូចៗសត្វល្អិតកង្កែបកណ្ដូបឬក៏អាចស៊ីសត្វតូចៗនៅលើដីដូចជាកណ្ដុរឬក៏សត្វល្អិតធំៗជាដើមវាញឹកញាប់វាចូលចិត្តស្រែកនៅពេលដែលវាហោះហើរឬវាកំពុងតែការពារដែនដីនៅពេលដែលមានសត្វប្រភេទដូចគ្នាចូលមកទីតាំងរបស់វាសត្វស្លាបមួយប្រភេទនេះវាមានសារៈសំខាន់ជួយគ្រប់គ្រងចំនួនសត្វល្អិតជាសញ្ញាបង្ហាញអំពីបរិស្ថានដែលនៅសុខសាន្តក៏ដបទ្រូងសជាទូទៅមានកម្ពស់ប្រមាណជា27ទៅ29សង់ទីម៉ែត្រពោះនិងក្បាលពណ៌ត្នោតកន្ទុយស្លាបនិងខ្នងពណ៌ខៀវបំពង់កនិងទ្រូងពណ៌សពុះនិងជើងពណ៌ក្រហមទីជម្រកនៅតាមទីជនបទតំបន់កសិកម្មព្រៃដំណោះថ្មីព្រៃល្បោះជាយព្រៃស្រោងរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែតុលាដល់ខែមិថុនាពងចំនួន3ទៅ7គ្រាប់វីដេអូនេះដែរគឺខ្ញុំលើកយកកដបមួយប្រភេទក្នុងចំណោមកដបដទៃទៀតយកមកបង្ហាញពុកម៉ែបងប្អូនហើយបងប្អូនមួយចំនួនគាត់ក៏ធ្លាប់បានស្គាល់និងមួយចំនួនទៀតគាត់ក៏ពុំធ្លាប់បានស្គាល់នោះដែរនិងមានឈ្មោះជាភាសាផ្លូវការនិងភាសាតាមតំបន់ដែលពុកម៉ែបងប្អូនគាត់និយមហៅបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាងាកមកប្រើភាសារួមឈ្មោះរួមទាំងអស់គ្នាពិតជាល្អប្រសើរមែនទែនក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល2026នេះសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកស៊ីទទួលទានមានបាននិងជួបតែសេចក្តីសុខនិងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់វីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា